ការពិភាក្សាមុនបងប្អូនបានដឹងរួចមកហើយអំពីរបៀបក្នុងការកំណត់ទ្រព្យរួមត្រូវឡាយឬក៏របៀបក្នុងការបែងចែកប្រព័ន្ធទ្រព្យសម្បត្តិប្តីប្រពន្ធណាកាលភាគមុនខ្ញុំបាននិយាយហើយអញ្ចឹងនៅក្នុងភាគនេះខ្ញុំនឹងមកនិយាយប្រាប់បងប្អូនទាំងអស់គ្នាអំពីរបៀបឬក៏នីតិវិធីក្នុងការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធថាតើហេតុអីបានគេបង្កើតឲ្យមានការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធហើយមានប្រយោជន៍អីខ្លះចង់ដឹងមកស្វែងយល់ជាមួយនឹងខ្ញុំទាំងអស់គ្នាចឹងដើម្បីចុះបញ្ជីសម្រាប់ប្តីប្រពន្ធគឺត្រូវទៅកាន់នាយកដ្ឋានណាកិច្ចការរដ្ឋប្រវេណីនៃក្រសួងយុតិធធម៌អញ្ចឹងមានតែនាយកដ្ឋានណាកិច្ចការរដ្ឋប្រវេណីនៃក្រសួងយុតិធធម៌តែប៉ុណ្ណោះដែលមានសមត្ថកិច្ចក្នុងការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធអញ្ចឹងបងប្អូនដែលចង់ចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធអាចទៅក្រសួងយុតិធធម៌បានគេនឹងរៀបចំចុះឲ្យគេនឹងមានជាតម្រងឬក៏ form ឲ្យយើងបំពេញតែម្ដងណាអញ្ចឹងពេលដែលយើងបំពេញពាក្យសុំហើយណាពាក្យសុំឬក៏ពាក្យស្នើសុំចុះបញ្ជីរបស់យើងហ្នឹងគេនឹងរក្សាទុកនៅក្រសួងយុតិធធម៌នឹងរហូតតែម្ដងបាទអត់មានការយកទៅបោះចោលនៅកន្លែងណាទេគឺរក្សាទុករហូតតែម្ដងយើងទៅរកពេលណាក៏បានដែរនេះបើសិនជាយើងចង់រកឯកសារដើមឬក៏ច្បាប់ដើមរបស់យើងអញ្ចឹងដូចខ្ញុំបានប្រាប់អញ្ចឹងទម្រង់នៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធនេះគេមានជាតម្រងហើយប៉ុន្តែខ្ញុំអាចជំរាបជូនបងប្អូនថាតើក្នុងពាក្យសុំនោះមានអីខ្លះក្នុងពាក្យសុំនៃការចុះបញ្ជីហ្នឹងមានដូចជាបាវចនាជាតិហ្នឹងមានព្រះជាម្ចាស់កម្ពុជាជាសាសនាព្រះមហាក្សត្រអីចឹងទៅណាឈ្មោះអាស័យដ្ឋានណាបើសិនជាយើងមានអ្នកតំណាងយើងប្រើអ្នកតំណាងរបស់យើងទៅហើយបើអត់អ្នកតំណាងទេយើងខ្លួនឯងហ្នឹងណាហើយមានចុះកាលបរិច្ឆេទតែបន្ទាប់មកមានចុះហត្ថលេខាឬក៏ស្នាមមេដៃរបស់យើងជាសម័យខ្លួនផ្ទាល់តែម្ដងណាហើយបន្ទាប់ពីពាក្យសុំហើយក៏យើងមានភ្ជាប់ឯកសារយោងមួយចំនួនឯកសារយោងដូចជាឯកសារប្លង់ដីណាឬក៏ឯកសារដែលទ្រព្យសម្បត្តិផ្សេងបើសិនជាយើងមានប្លង់ដីហើយយើងមានឡានម៉ូតូទៀតយើងយកបានសម្គាល់អីផ្សេងមកណាអញ្ចឹងអានេះគឺជាឯកសារយោងត្រួសព្រោះខ្ញុំជំរាបជូនវាមិនអស់ទេដោយសារវាមានច្រើនណាហើយវាផ្អែកទៅលើចំនួនឬក៏ប្រភេទនៃទ្រព្យសម្បត្តិរបស់បងប្អូនទាំងអស់គ្នាដែរតែមានទ្រព្យអីខ្លះអញ្ចឹងមានតែមន្ត្រីនៃក្រសួងយុតិធធម៌ដែលកាន់ការផ្នែកនាយកដ្ឋានរដ្ឋប្រវេណីទេដែលគាត់ដឹងដែលគាត់អាចជំរាបជូនបងប្អូនបានជាក់លាក់តែម្ដងណាបងប្អូនអាចទៅជួបគាត់បានអញ្ចឹងនៅក្នុងពាក្យសុំចុះបញ្ជីណាទ្រព្យសម្បត្តិប្តីប្រពន្ធហ្នឹងគឺយើងមានដាក់ឲ្យថាទ្រព្យណាខ្លះគឺជាទ្រព្យរបស់យើងណាទ្រព្យខាងប្តីទ្រព្យណាខ្លះគឺជាទ្រព្យខាងប្រពន្ធអញ្ចឹងយើងមានដាក់បែងចែកតែម្ដងមានឡានមានម៉ូតូមានដីមានធ្លីណាមានលុយក្នុងកងធនាគារអញ្ចឹងជាដើមទៅអាហ្នឹងយើងអាចបែងចែកអញ្ចឹងបានវាអត់បញ្ហាទេអាស្រ័យទៅលើការព្រមព្រៀងរបស់គូភាគីណារបស់យើងដែលជាប្តីប្រពន្ធជាមួយគ្នាតែម្ដងណាអញ្ចឹងបន្ទាប់ពីយើងឯកភាពនេះហើយគឺយើងយកពាក្យឯកសារភ្ជាប់ដែលខ្ញុំបាននិយាយនេះយកទៅដាក់នៅខាងក្រសួងយុតិធធម៌ទៅគេទទួលហើយគេបានថាគេចុះបញ្ជីឲ្យយើងហើយបើសិនជាប៉ុណ្ណឹងទៅអត់មានអីកន្លែងណាដែលត្រូវកែតម្រូវថែមអញ្ចឹងនៅពេលកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធហើយយើងយកទៅចុះបញ្ជីជាមួយនឹងក្រសួងហើយតែបើសិនបើយើងទាំងពីរនាក់ហ្នឹងណាមានអីឃើញថាយើងចង់កែប្រែឬក៏ចង់ផ្លាស់ប្ដូរទ្រព្យមានន័យថាយើងចង់ដាក់អានេះធ្វើជាទ្រព្យរួមឬក៏យើងចង់យកទ្រព្យរួមហ្នឹងធ្វើជាទ្រព្យដោយឡែកវិញគឺថាយើងអាចស្នើសុំកែតម្រូវបានណាយើងអាចស្នើសុំកែតម្រូវបានចោលអត់បញ្ហាទេសម្រាប់ការកែតម្រូវក៏យើងដាក់ពាក្យស្នើសុំណាកែតម្រូវបានដែរអញ្ចឹងក្នុងពាក្យហ្នឹងគឺដូចរៀបរាប់អញ្ចឹងយើងមានឈ្មោះអាស័យដ្ឋានរបស់យើងមកអត្តសញ្ញាណរបស់យើងមកហើយគោលបំណងនៃការចង់កែតម្រូវណាហើយសម្រាប់ពាក្យនេះបងប្អូនអាចចូលទៅទាញយកបានហើយឬក៏អាចចូលទៅមើលបាននៅក្នុង Channel Telegram ពូពិសីបងប្អូនចូលក្នុង Telegram ហើយស្វែងរកឈ្មោះខ្ញុំទៅហើយរកឯកសារទៅខ្ញុំមានបង្ហោះក្នុង Channel Telegram ខ្ញុំហើយណាអញ្ចឹងអត់ពិបាកទេយើងមើលគំរូបានអាហ្នឹងចំណុចទី2ពាក់ព័ន្ធនឹងការសុំកែតម្រូវហើយចំណុចទី3គឺយើងអាចស្នើសុំណា
លុបចោលការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធនឹងបានដែរឥឡូវឧទាហរណ៍ថាយើងអត់ចង់កែតម្រូវទេអ្វីដែលយើងបានព្រមព្រៀងគ្នាហើយឬក៏គេហៅថាកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធដែលយើងបានយកទៅចុះបញ្ជីជាមួយនឹងខាងក្រសួងហើយយើងអត់ចង់កែតម្រូវច្រើនយើងសុំលុបចោលហ្មងបាទលុបចោលក៏យើងតែដាក់ពាក្យលុបចោលដែរលុបចោលកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធណាមិនមែនលុបចោលទ្រព្យរបស់យើងទេឥឡូវឧទាហរណ៍ថាយើងបានព្រមព្រៀងគ្នាយកឡានយកផ្ទះយកដីធ្វើជាទ្រព្យរួមប៉ុន្តែពេលក្រោយមកយើងអត់សប្បាយចិត្តយើងចង់បែងចែកវាធ្វើជាទ្រព្យដោយឡែករបស់យើងម្នាក់វិញយើងដាក់ស្នើសុំឬគេហៅថារំលាយកិច្ចសន្យាឬក៏រំលាយអាពាក្យសុំនឹងចោលឬក៏លុបចោលអាពាក្យដែលយើងបានទៅដាក់នៅខាងក្រសួងនេះអាចស្នើសុំលុបចោលចឹងបានដែរតាបងប្អូនបានហ្នឹងគឺការដាក់ពាក្យសុំលុបចោលការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធឬក៏ការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធអាហ្នឹងគឺយើងខ្លួនឯងជាអ្នកដែលដាក់ពាក្យស្នើសុំតាមឆន្ទៈរបស់យើងទាំងពីរនេះប៉ុន្តែការលុបចោលមួយទៀតគឺការលុបចោលតាមរយៈសេចក្តីសម្រេចរបស់តុលាការឬក៏សារក្រមរបស់តុលាការឧទាហរណ៍ថាការដែលយើងដាក់ពាក្យស្នើសុំចុះបញ្ជីណាទ្រព្យសម្បត្តិប្តីប្រពន្ធហ្នឹងគឺយើងនៅរស់នៅជុំគ្នាប៉ុន្តែក្រោយមកយើងឆ្លោះគ្នាក៏លែងលះគ្នាម្ដងគ្នាទៅតុលាការអញ្ចឹងក៏យើងត្រូវដាក់ពាក្យស្នើសុំណាលុបការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធហ្នឹងទៅក្រសួងយុតិធម៌ដែរដើម្បីឲ្យគេលុបចោលអញ្ចឹងដូចខ្ញុំជំរាបជូនខាងដើមហ្នឹងហេតុអីបានគេបង្កើតឲ្យមាននីតិវិធីនេះឡើងអញ្ចឹងការបង្កើតនេះដើម្បីធានានូវការប្រើប្រាស់ទ្រព្យសម្បត្តិរបស់ប្តីប្រពន្ធមិនឲ្យមានវិវាទឬក៏ចំនួនកើតឡើងហើយវាងាយស្រួលបែងចែកនៅពេលដែលមនុស្សពីរនាក់ហ្នឹងគាត់លែងលះគ្នានៅតុលាការព្រោះគាត់បានចុះបញ្ជីទ្រព្យសម្បត្តិគាត់បានព្រមព្រៀងហើយអញ្ចឹងអត់បាច់ទៅតវ៉ាក្តីអីច្រើនទេព្រោះគេមានគេហៅថាការចុះបញ្ជីទ្រព្យសម្បត្តិហ្នឹងជាមួយនឹងក្រសួងឲ្យក្រសួងដឹងណាអញ្ចឹងការចុះបញ្ជីនេះអាចធ្វើឡើងបានណាទាំងអ្នកមិនទាន់មានសម្បត្តិអាពាហ៍ពិពាហ៍និងអ្នកដែលមានសម្បត្តិអាពាហ៍ពិពាហ៍អញ្ចឹងចំណុចដែលខ្ញុំនិយាយនេះគឺមានចែងនៅក្នុងមាត្រា2បាទនៅក្នុងប្រការ2នៃប្រកាសស្ដីអំពីនីតិវិធីនៃការចុះបញ្ជីកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធដែលគេបានបញ្ជាក់ថាគឺច្បាប់ហ្នឹងអនុញ្ញាតឲ្យប្តីឬបុគ្គលដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអាចធ្វើការចុះបញ្ជីកិច្ចសន្យាអំពីទំនាក់ទំនងទ្រព្យសម្បត្តិនៅមុនឬក៏ក្រោយពេលដែលខ្លួនហ្នឹងបានរៀបអាពាហ៍ពិពាហ៍បានដើម្បីកំណត់អំពីច្បាស់លាស់ឲ្យវាច្បាស់លាស់ថាតើទ្រព្យណាជាទ្រព្យរបស់ខាងប្រពន្ធទ្រព្យណាជាគាត់ជាទ្រព្យរបស់ខាងប្តីណាអញ្ចឹងវាមានសារៈប្រយោជន៍ត្រង់ហ្នឹងហើយវាធានាបានថាការប្រើប្រាស់ទ្រព្យសម្បត្តិរបស់គ្រួសារវាមានភាពដំណើរការទៅរលូនមិនឲ្យមានចំនួនឬក៏វិវាទណាមួយកើតឡើងណាអញ្ចឹងសរុបជារួមខ្លឹមសារមកវិញពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធទ្រព្យសម្បត្តិនេះគឺយើងទី1យើងអាចស្នើសុំចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធទី2យើងអាចស្នើសុំការផ្លាស់ប្ដូរទ្រព្យន័យថាយើងចង់ប្ដូរពីទ្រព្យរួមទៅទ្រព្យដោយឡែកឬក៏ពីទ្រព្យដោយឡែកមកទ្រព្យរួមគឺយើងអាចស្នើសុំផ្លាស់ប្ដូរបាននិងទី3គឺការលុបចោលការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធនឹងបើសិនជាយើងបានចុះបញ្ជីហើយប៉ុន្តែក្រោយមកយើងចង់លុបវិញក៏យើងអាចដាក់ពាក្យស្នើសុំលុបអាកិច្ចសន្យារបស់យើងដែលយើងបានតម្កល់នៅក្រសួងយុតិធម៌ហ្នឹងចោលបានដែរណាហើយពាក់ព័ន្ធជាមួយនឹងនីតិវិធីក្នុងការស្នើសុំលិខិតបញ្ជាក់ក៏យើងអាចដាក់ពាក្យស្នើសុំបានដែរបើសិនបើយើងចង់បានកែបញ្ជាក់ណាមួយថាយើងពិតជាបានតម្កល់កិច្ចសន្យាទ្រព្យសម្បត្តិហ្នឹងនៅក្រសួងហ្នឹងយើងអាចស្នើសុំលិខិតបញ្ជាក់ពីក្រសួងមកប្រើប្រាស់បានណាចឹងអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានស្ដាប់ podcast ខ្លីនេះសរុបជារួមខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយវែងឆ្ងាយទេគ្រាន់ខ្ញុំបញ្យល់ត្រួសឲ្យបងប្អូនយល់បើបងប្អូនមានចម្ងល់អីអាចឆាតមកខ្ញុំបានឬក៏អាចស្វែងរកព័ត៌មានផ្សេងនៅក្នុង channel Telegram របស់ខ្ញុំដែលខ្ញុំបានបង្ហោះពាក់ព័ន្ធនឹងខ្លឹមសារនៃការចុះបញ្ជីទ្រព្យសម្បត្តិប្តីប្រពន្ធនេះតែម្ដងអញ្ចឹងអរគុណច្រើនសូមជម្រាបលាជួបគ្នានៅ podcast ក្រោយវគ្គក្រោយ